បើសិនជាបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំសូមចុចសញ្ញាកណ្ដឹងដើម្បីតាមដានវីដេអូបន្តដូចអ្នកទាំងអស់គ្នាធ្លាប់ដឹងហើយថាទេសភាពនៅក្នុងប្រទេសជប៉ុនគឺស្រស់ស្អាតបើនិយាយអំពីភាពស្រស់ស្អាតនៅក្នុងប្រទេសជប៉ុនគឺមាននៅគ្រប់រដូវហើយសម្រាប់រដូវនីមួយៗគឺមានភាពស្រស់ស្អាតខុសៗគ្នាហើយសកម្មភាពនេះដែរគឺនៅកំឡុងពេលរដូវក្តៅចំពោះរដូវក្តៅវាមានស្លឹកឈើពណ៌បៃតងច្រើនហើយនឹងមានភ្លៀងធ្លាក់គួរសមដែរប៉ុន្តែរដូវនេះបើសិនជាបងប្អូនមិនចូលចិត្តរដូវរងាគឺបងប្អូនអាចមកលេងនៅប្រទេសជប៉ុនក្នុងកំឡុងពេលរដូវក្តៅនេះបានសម្រាប់រដូវក្តៅគឺខ្ញុំចូលចិត្តទៅមើលថ្ងៃលិចដោយសារនៅក្នុងរដូវក្តៅនេះដែរគឺវាមានរយៈពេលវែងសម្រាប់យើងដើរទស្សនាមើលទេសភាពនៅក្នុងប្រទេសជប៉ុនហើយបើនិយាយអំពីរដូវរងាវិញគឺវាមានរយៈពេលខ្លីដោយសារតែមេឃវានឹងឆាប់យប់ហើយវាក៏មានភ្លៀងច្រើនគួរសមដែរចំពោះរដូវពីរនេះដែរគឺខ្ញុំចូលចិត្តរដូវក្តៅជាងដោយសារតែរដូវក្តៅគឺយើងអាចដើរមើលទេសភាពបានជាច្រើនកន្លែងដោយសារតែវាមានរយៈពេលវែងរដូវរងាមូលហេតុដែលខ្ញុំមិនចូលចិត្តគឺដោយសារនៅប្រទេសរបស់យើងគឺមានស្ថានភាពថេរហើយប្រទេសជប៉ុនវិញដែរគឺវាប្រែប្រួលលឿនខ្លាំងមែនទែនបើនិយាយអំពីរដូវសាគុរ៉ាវិញគឺវាមានរយៈពេលខ្លីប៉ុន្តែចំពោះអាកាសធាតុគឺវាគួរសមនឹងយើងទទួលយកបានហើយសម្រាប់ដើមសាគុរ៉ាគឺវាមានផ្ការីកស្គុះស្គាយនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសជប៉ុននៅរដូវសាគុរ៉ានៅខេត្តក្យូតូក្នុងប្រទេសជប៉ុននេះដែរគឺខ្ញុំស្គាល់កន្លែងជាច្រើនហើយកន្លែងនោះគឺខ្ញុំបានទៅគឺវាមានទេសភាពស្រស់ស្អាតជាច្រើនហើយវីដេអូទាំងអស់នេះគឺជាឯកសារចងក្រងនៅសកម្មភាពដែលយើងរស់នៅក្នុងប្រទេសជប៉ុនកំឡុងពេលដែលយើងសិក្សានិងធ្វើការសកម្មភាពទាំងអស់នេះគឺយើងសម្រាប់ពីការងារគឺយើងបានដើរទៅលេងនៅកន្លែងស្អាតហើយយើងថតទុកជាអនុស្សាវរីយ៍ដើម្បីទុកមើលនៅពេលដែលយើងត្រឡប់ទៅវិញថាយើងបានជួបអ្វីខ្លះហើយយើងបានស្គាល់កន្លែងអ្វីខ្លះនៅក្នុងប្រទេសជប៉ុនសម្រាប់រដូវដែលខ្ញុំចូលចិត្តជាងគេគឺរដូវសាគុរ៉ាហើយនិងរដូវស្លឹកឈើប្រែពណ៌ប៉ុន្តែបើសិនជាបងប្អូនចូលចិត្តនៅរដូវរងាគឺវារៀងពិបាកបន្តិចដោយសារយើងត្រូវការសម្ភារៈជាច្រើនហើយវាមានព្រិលជាច្រើនធ្លាក់ហើយនេះដែរគឺជាសកម្មភាពនៅក្នុងរដូវធ្លាក់ព្រិលរដូវរងាហ្នឹងឯងតែទាំងអស់គ្នាមើលទៅគឺវាពោពេញទៅដោយទឹកកកតែម្ដងហើយបើនិយាយអំពីសត្វក្តាន់នៅក្នុងប្រទេសជប៉ុនវិញដែរគឺវាច្រើនមែនទែនដោយសារតែប្រទេសរបស់គេគឺស្រឡាញ់សត្វហើយនិងអភិរក្សខ្លាំងមែនទែនបើនិយាយអំពីសត្វព្រៃបើប្រៀបធៀបជាមួយនឹងសត្វនៅក្នុងប្រទេសរបស់យើងគឺវាអត់សាំងជាមួយនឹងមនុស្សទេប៉ុន្តែសត្វនៅក្នុងប្រទេសជប៉ុនគឺយើងអាចយកដៃប៉ះវាបានស្ទាបវាបានហើយនៅក្នុងវីដេអូនេះដែរគឺខ្ញុំអត់បានថតសកម្មភាពនៅកំឡុងពេលរដូវស្លឹកឈើប្រែពណ៌ទេដោយសារតែខ្ញុំអត់មានឧបករណ៍ថតគ្រប់គ្រាន់និងខ្វះខាតជាច្រើនប៉ុន្តែឥឡូវនេះដោយសារតែយើងមានគ្រប់គ្រាន់ហើយគឺយើងអាចធ្វើវីដេអូផ្សេងនៅក្នុងប្រទេសជប៉ុនដើម្បីចែករំលែកបទពិសោធន៍ល្អៗទៅកាន់បងប្អូននិងកន្លែងទេសចរណ៍ល្បីៗនៅក្នុងប្រទេសជប៉ុនដូចគ្នាហើយសកម្មភាពដែលបងប្អូនកំពុងតែមើលនេះដែរគឺវាស្ថិតនៅក្នុងរដូវក្តៅឈានចូលរដូវត្រជាក់នៅកំឡុងពេលហ្នឹងគឺវាមានភ្លៀងធ្លាក់ជាច្រើនហើយស្លឹកឈើពណ៌បៃតងខៀវខ្ចីតែម្ដងនៅគ្រប់កន្លែងនៅក្នុងប្រទេសជប៉ុនដោយសារតែវាមានដើមឈើច្រើនដូច្នេះហើយគឺយើងទៅកន្លែងណាក៏យើងឃើញរុក្ខជាតិពណ៌បៃតងដែរហើយសម្រាប់ខ្យល់វិញគឺបរិសុទ្ធខ្លាំងមែនទែនហើយបើយើងមកមើលសកម្មភាពពេលល្ងាចឈៀងចូលយប់ទាំងអស់គ្នាគឺនៅក្នុងប្រទេសជប៉ុនភ្ញៀវបរទេសច្រើនខ្លាំងមែនទែនដោយសារតែការរៀបចំរបស់គេគឺមានភាពទាក់ទាញខ្លាំងមិនថានៅកន្លែងណាទេគឺភ្លើងពណ៌របស់គេនឹងគឺគួរចាប់អារម្មណ៍ខ្លាំងមែនទែនហើយសកម្មភាពនេះដែរគឺនៅខេត្តអូសាកា
នៅកំឡុងពេលរដូវក្តៅដូចគ្នាសម្រាប់រដូវក្តៅការស្លៀកពាក់របស់យើងគឺយើងអាចលេង style បានដោយសារតែវាមិនត្រជាក់ដូច្នេះហើយគឺយើងចង់ស្លៀកខោខ្លីពាក់អាវខ្លីគឺវាអត់មានបញ្ហាទេដោយសារតែយើងអាចទ្រាំបានហើយសីតុណ្ហភាពចំពោះនៅរដូវក្តៅរបស់ប្រទេសជប៉ុននោះដែរគឺវាដូចនឹងរដូវក្តៅរបស់ប្រទេសកម្ពុជាយើងដែរហើយសម្រាប់វីដេអូបន្តគឺខ្ញុំនឹងធ្វើនឹងនិយាយរៀបរាប់អំពីកន្លែងល្បីៗនៅក្នុងប្រទេសជប៉ុនការរស់នៅរបស់ជនជាតិជប៉ុនហើយនឹងច្បាប់ទំនៀមទម្លាប់របស់ជនជាតិជប៉ុនទាំងអស់គ្នាកុំភ្លេចតាមដានវីដេអូបន្តរបស់ខ្ញុំទាំងអស់គ្នាសូមអរគុណ